នឹងសិក្សានៅសិស្សទាំងអស់គ្នាអញ្ចឹងពួកខ្ញុំមកពីក្រុមការងារ MOE Edtech អញ្ចឹងនៅក្នុងថ្ងៃនេះដែរគឺយើងបានបន្ថែមមុខងារមួយសម្រាប់ផ្ទៀងផ្ទាត់បន្ទុករបស់សិស្សបន្ទាប់ពីពួកគាត់ប្រឡងរួចអញ្ចឹងសិស្សានុសិស្សសូមចុចទៅលើប៊ូតុងផ្ទៀងផ្ទាត់បន្ទុកមួយនេះអញ្ចឹងនៅពេលដែលចុចទៅលើប៊ូតុងផ្ទៀងផ្ទាត់បន្ទុកអញ្ចឹងនឹងចូលមកដល់កន្លែង page នៃការផ្ទៀងផ្ទាត់បន្ទុកអញ្ចឹងកន្លែងនេះគឺយើងអនុញ្ញាតឲ្យសិស្សានុសិស្សបញ្ចូលមុខវិជ្ជាទាំង10ជាមួយនឹងបន្ទុកដែលខ្លួនទទួលបានរួមទាំងភស្តុតាងអញ្ចឹងកន្លែងនេះគឺយើងមានពីររបៀបទី1បើសិនជាទូរស័ព្ទរបស់សិស្សានុសិស្សទាំងអស់គ្នាឧទាហរណ៍ថាធ្លាប់ប្រឡងពីចុច link ពីក្នុង Telegram ឬក៏ Facebook អញ្ចឹងសិស្សានុសិស្សទាំងអស់គ្នាត្រូវចុច link exam.f edup នឹងម្ដងទៀតនៅលើកន្លែងដែលអ្នកទាំងអស់គ្នាធ្លាប់ប្រឡងមិនថា Telegram មិនថា Facebook ឬក៏អីទេគឺត្រូវចុចពីកន្លែងដដែលអញ្ចឹងហេតុផលដើម្បីចុចពីកន្លែងដដែលគឺដើម្បីផ្ទុកពីខាច់មានន័យថាទូរស័ព្ទរបស់សិស្សានុសិស្សទាំងអស់គ្នាបន្ទាប់ពីប្រឡងហើយគឺនឹងរក្សាទុកនៅក្នុងទូរស័ព្ទដោយស្វ័យប្រវត្តិអញ្ចឹងដើម្បីផ្ញើមកខាងក្រុមការងារប្រព័ន្ធMOE Edtech ម្ដងទៀតដើម្បីធានាថាលទ្ធផលរបស់សិស្សានុសិស្សត្រឹមត្រូវសូមសិស្សានុសិស្សចុចទៅលើពាក្យថាផ្ទុកពីខាច់នេះគឺនឹងអូតូមកអំពីកូដប្រឡងរបស់សិស្សនឹងបន្ទុកមួយអញ្ចឹងបើសិនជាបន្ទុករបស់សិស្សានុសិស្សទាំងអស់គ្នាមានស្រាប់គឺវានឹង load អូតូមកស្រាប់ប៉ុន្តែបើអត់មានទេសូមសិស្សានុសិស្សជួយបំពេញបន្ទុកតែម្ដងមកអញ្ចឹងអានេះខ្ញុំសូមឧទាហរណ៍អញ្ចឹងខ្ញុំបាន60ខ្ញុំបាន65ចឹងបើសិនជាយើងបានបំពេញបន្ទុករួចហើយយើងចុចផ្ទៀងផ្ទាត់បន្ទុកទៅប្រព័ន្ធនឹងធ្វើការផ្ទៀងផ្ទាត់បន្ទុកជាមួយនឹងតម្លៃបន្ទុកដែលយើងទទួលបានស្រាប់នៅក្នុងប្រព័ន្ធអញ្ចឹងមានន័យថាក្នុងលក្ខខណ្ឌនេះគឺយើងចង់ផ្ទៀងផ្ទាត់បន្ទុករបស់សិស្សឲ្យត្រឹមត្រូវអញ្ចឹងណាបាទអញ្ចឹងហើយសម្រាប់ការផ្ទៀងផ្ទាត់បន្ទុកមួយនេះគឺយើងអនុញ្ញាតឲ្យផ្ទៀងផ្ទាត់បានតែម្ដងទេដោយកន្លែងនេះគឺលេខកូដ ID របស់សិស្សម្នាក់នេះគឺយើងបានផ្ទៀងផ្ទាត់ម្ដងហើយអញ្ចឹងបើសិនជាចុចលើកទី2គឺយើងអត់អនុញ្ញាតឲ្យផ្ទៀងផ្ទាត់ម្ដងទៀតទេអញ្ចឹងការផ្ទៀងផ្ទាត់មួយនេះគឺយើងអនុញ្ញាតបានតែម្ដងប៉ុណ្ណោះហើយបើសិនជាក្នុងលក្ខខណ្ឌដែលយើងផ្ទុកពីខាច់អត់ឃើញសូមសិស្សានុសិស្សចុចទៅលើពាក្យរកលេខកូដប្រឡងហើយជ្រើសរើសខេត្តស្រុកសាលារបស់ខ្លួនដើម្បីយកលេខកូដប្រឡងរបស់ខ្លួនហើយនឹងបញ្ចូលបន្ទុកអញ្ចឹងសម្រាប់បន្ទុកនីមួយៗសូមភ្ជាប់ជាមួយនឹងភស្តុតាងដែលបាន screenshot បើសិនជាអត់មានភស្តុតាងទេសិស្សានុសិស្សអាចសួរលោកគ្រូអ្នកគ្រូថាតើបន្ទុកខ្ញុំនឹងប្រាប់លោកគ្រូអ្នកគ្រូថាបន្ទុកដែលខ្ញុំបានមកពីប្រព័ន្ធប្រឡងលើកមុនដែលដល់ page បង្ហាញលទ្ធផលហ្នឹងគឺយើងបានប៉ុណ្នេះគឺពិតជាត្រឹមត្រូវគ្រាន់តែពិភាក្សាជាមួយលោកគ្រូអ្នកគ្រូដោយមិនបាច់ភ្ជាប់ជាមួយនឹងភស្តុតាងក៏បានដែរតែយល់ល្អដើម្បីធានាថាត្រឹមត្រូវសូមសិស្សានុសិស្សអាចភ្ជាប់ជាមួយនឹងភស្តុតាងមកដើម្បីឲ្យក្រុមការងារយើងងាយស្រួលពិនិត្យផងដែរបាទសូមអរគុណ